សួស្តីបងប្អូនអស់គ្នាចឹងយើងអានពាក្យមួយគ្នានៃសៀវភៅមួយបាយសៀកងជូបាយសៀនឹងព្រិលសចាបាយសសៀនឹងព្រិលកងជូនឹងព្រះនាងបាយសៀកងជូព្រះនាងព្រិលសចាចឹងអ្នកគ្រូសូមអានអត្ថបទខ្លីមួយនៅក្នុងអត្ថបទរឿងហ្នឹងเนาะ在一个遥远的国度里住着一位小公主她的皮肤像血一样白，大家喜欢叫她白雪公主。ចាអញ្ចឹងអ្នកគ្រូសូមអានពាក្យមួយ clear នៅកន្លែងហ្នឹងចាអ៊ីកហ្នឹងគឺនៅមួយយ៉ាវយៀនយ៉ាងឆ្ងាយគាត់ទូលីហ្នឹងគឺក្នុងប្រទេសចានៅក្នុងប្រទេសមួយដ៏សែនឆ្ងាយជូជើហ្នឹងរស់នៅអ៊ីកសៅកងជូគឺព្រះនាងទូចមួយសៅកងជូហ្នឹងព្រះនាងទូចមួយជូជើហ្នឹងគឺរស់នៅថាតើភីហ្វូថាទៅភីហ្វូស្បែករបស់នាងសាំងជាដូចព្រើអ៊ីយ៉ាងប៉ាយគឺសដូចព្រើអញ្ចឹងចាអញ្ចឹងស្បែករបស់នាងគឺសដូចព្រើអញ្ចឹងថាសស្គូហ្មងអញ្ចឹងគេហៅថាព្រះនាងព្រើសណាតាចាស៊ីហន់ចៅថាតាចាអ្នកទាំងអស់គ្នាស៊ីហន់ចៅថាចូលចិត្តហៅនាងថាចាថាហ្នឹងគឺបកប្រែថានាងបាយសៀកងជូព្រះនាងព្រើសចាអញ្ចឹងអ្នកទាំងអស់គ្នាចូលចិត្តហៅនាងថាជាព្រះនាងព្រើសណាចាអញ្ចឹងមិនយើងហៅថាព្រះនាងព្រើសអញ្ចឹងក្នុងរឿងហ្នឹងគឺដោយអ្នកគឺម្ដាយដៃចុងរបស់នាងហ្នឹងគឺចំណាយនឹងការសម្រស់របស់ព្រះនាងព្រើសពេលអញ្ចឹងគាត់ក៏សួរដោយសាច់កញ្ចក់ចាថាណាគេស្អាតពេលសាច់កញ្ចក់ហ្នឹងថាព្រះនាងព្រើសតែកញ្ចក់មុនអាគមអីគេហ្នឹងណាពេលហើយក៏យកព្រះនាងព្រើសហ្នឹងជួលអ្នកប្រមាញ់សត្វហ្នឹងទៅសម្លាប់តែអ្នកប្រមាញ់សត្វមិនដាច់ចិត្តឃើញព្រះនាងស្អាតពេកក៏ប្រឡែងគ្នាក្នុងព្រៃអញ្ចឹងទៅចាប្រឡែងនាងដល់ពេលប្រឡែងនាងចៃដន្យអីមនុស្សគឺហ្នឹងទាំង7នាក់ក៏ឃើញព្រះនាងក៏ជួយសង្គ្រោះព្រះនាងផ្ទះរបស់ពួកគាត់ហ្នឹងហើយព្រះនាងភ្ញាក់ឡើងឃើញពួកគាត់មនុស្សល្អដែរអញ្ចឹងក៏ជួយធ្វើម្ហូបតាមបាយស្លនៅបរោះទាំង7ហ្នឹងទៅបរោះគឺទាំង7ហ្នឹងចាអញ្ចឹងដល់ពេលក្រោយមកទៀតរស់នៅជាមួយបរោះគឺទាំង7យ៉ាងសុបាយហើយក៏មកទៀតម្ដាយចុងរបស់គាត់ហ្នឹងក៏ចង់បៀតបៀនគាត់សម្រាប់គាត់ក៏យកផ្លែប៉មួយគឺផ្លែប៉មានជាតិពុលហ្នឹងដាក់នៅខាងមុខផ្ទះរបស់បរោះគឺទាំង7ហ្នឹងទៅហើយបរោះគឺទាំង7ហ្នឹងក៏យកផ្លែប៉មកឲ្យព្រះនាងព្រើសហើយព្រះនាងព្រើសក៏ដួលចឹងទៅហើយម្ដាយចុងរបស់គាត់ហ្នឹងសប្បាយចិត្តដើរចេញទៅចឹងណាចាគាត់មកទៀតក្រោយអង្គហ្នឹងក៏ដើរកាត់ដល់កាត់ទៅឃើញសាកសពព្រះនាងដាក់ក្នុងទូកញ្ចក់អញ្ចឹងណាក៏ដើមចិត្តស្រឡាញ់អញ្ចឹងក៏យកព្រះនាងទៅនគរហើយនៅតាមផ្លូវអាល័កចុះអាល័កឡើងក៏ចេញផ្លែប៉ោមពុះចេញមកព្រះនាងហ្នឹងក៏ភ្ញាក់ដឹងខ្លួនវិញអញ្ចឹងណាហើយក៏ការមួយព្រះអង្គចាអរគុណរឿងហ្នឹងប៉ុណ្ណឹងអរគុណបាយបាយចង់បញ្ជាក់ថាចេះចង់ឲ្យថាមនុស្សល្អនៅតែទទួលការជួយសង្គ្រោះចំណិចជាមនុស្សអាក្រក់វិញគាត់ខិចរហូតអញ្ចឹងបងប្អូនអស់គ្នាត្រូវធ្វើមនុស្សល្អកុំឲ្យបៀតបៀនអ្នកដទៃណាចាអរគុណបាយបាយ